បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃនេះខ្ញុំមានក៏លើបន្តិចតួចចង់មកចែករំលែកពីរបៀបបង្កើត Gmail ដើម្បីយកទៅបង្កើត Facebook នឹងអស់គ្នាហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នាជាដំបូងយើងត្រូវមាន Gmail របស់យើងនៅ Gmail C ហ្នឹងអស់គ្នាហ្នឹងហើយអញ្ចឹងយើងចុចទៅលើ Gmail របស់យើងមកដើម្បីយើងទៅបង្កើតបានអ្នកនរគ្នាហ្នឹងហើយអញ្ចឹងយើងចូល profile របស់យើងនេះអក្សរ E ហ្នឹងហើយហ្នឹងហើយដោយសារតែ Gmail របស់ខ្ញុំច្រើនអញ្ចឹងយើងអូសទៅលើទៅហើយតមកទៀតយើងយកពាក្យថាបញ្ចូលគណនីផ្សេងអ្នកនរគ្នាហ្នឹងហើយតមកទៀតយើងចុចយកពាក្យនេះមកអ្នកនរគ្នាពាក្យ Google នេះមកបាទតមកទៀតយើងមានលេខកូដទេយើងដោះលេខកូដយើងទៅលេខកូដដៃដែលយើងដាក់ហ្នឹងបាទអញ្ចឹងសូមរងចាំបន្តិចដោយសារនៅទីនេះអន្តរជាតិរឿងដែរយឺតបាទបន្តមកទៀតវាចេញមកតម្រង់បែបនេះអ្នកនរគ្នាទៅបង្កើតពាក្យថាបង្កើតគណនីអ្នកនរគ្នាហ្នឹងហើយតមកទៀតអ្នកនរគ្នារើសយកពាក្យខាងលើទៅបាទចឹងវីដេអូនេះអាចថារឿងវែងបន្តិចអញ្ចឹងមកដល់ទំហំបែបនេះអ្នកនរគ្នាបង្កើតឈ្មោះទៅណាបងអ្នកបង្កើតឈ្មោះអីក៏បានសាច់ចិត្តរបស់គ្នាហ្នឹងហើយតមកទៀតអ្នកនរគ្នាចុចពាក្យបន្តតមកទៀតអ្នកនរគ្នារើសថ្ងៃខែអ្នកនរគ្នាដាក់ថ្ងៃខែរបស់យើងក៏បានយើងដាក់បរិះក៏បានដែរអ្នកនរគ្នាចឹងអត់អីទេហើយច្រាប់ឆ្នាំកំណើតនេះយើងដាក់រឿងអាយុច្រើនតិចមកអ្នកនរគ្នាហ្នឹងហើយជិះនេះឲ្យយើងរើសភេទចឹងយើងបើយើងប្រុសយើងយកប្រុសទៅបើយើងស្រីដាក់ស្រីចឹងយើងចុចបន្តទៅទៀតអូខេតមកទៀតវាចេញឲ្យយើងរើសពីរអញ្ចឹងអ្នកនរគ្នាយកពាក្យខាងលើក៏បានខាងក្រោមក៏បានអញ្ចឹងយកលើទៅដោយសារលើវាស្អាតជាងចុចបន្តទៅទៀតបាទតមកទៀតកន្លែងនេះយើងដាក់លេខកូដរបស់យើងនៅលេខកូដហ្នឹងគឺយើងដាក់ឲ្យត្រូវចាំខ្លួនឯងអ្នកនរគ្នាសូមចូលសេនអូខេបាទអូខេអញ្ចឹង Gmail របស់យើងរួចរាល់អស់ហើយចឹងយើងចុចពាក្យបន្តទៀតផ្លាប់យើងក្រូលទៅលើទៀតយើងយកពាក្យថាយល់ព្រមឥឡូវវាកំពុងតែវល់ហើយចឹងយើងទៅមើល Gmail របស់យើងបង្កើតមិញអូខេនេះចឹងឃើញថា Gmail ដែលយើងបង្កើតមិញគឺជោគជ័យអ្នកនរគ្នាចឹងបើសិនជាអ្នកនរគ្នាមានចម្ងល់អីអាច comment មកបានអរគុណច្រើនបាយបាយ